ទ្រព្យសម្បត្តិនិងអំណាចវេទមន្តមិនអាចផ្ដល់សេចក្តីសុខពិតប្រាកដបានឡើយមានតែចិត្តដែលបរិសុទ្ធការដឹងគុណធម្មជាតិនិងការចេះចែករំលែកសេចក្តីស្រឡាញ់ដល់មនុស្សសត្វជុំវិញខ្លួនប៉ុណ្ណោះទើបជាមុនវិជ្ជាការដ៏អស្ចារ្យបំផុតដែលអាចផ្លាស់ប្ដូរពិភពលោកបានយ៉ាងពិតប្រាកដរឿងពន្លឺព្រះអាទិត្យលើផ្ទៃទឹកមាសកាលពីព្រេងនាយនៅតាមបណ្ដោយដងទន្លេមេគង្គដ៏ធំល្វឹងល្វើយដែលមានទឹកហូរត្រជាក់ស្រែបនិងពោរពេញទៅដោយហ្វូងមច្ឆាជាតិមានភូមិតូចមួយឈ្មោះថាភូមិទឹកវិលភូមិនេះហ៊ុំពួតទៅដោយដើមត្នោតខ្ពស់ត្រដែតនិងវាលស្រែពណ៌ខៀវស្រងាត់ដែលដាច់កន្ទុយភ្នែកសំឡេងបាក់សាបាក់សៃយំឆ្លងឆ្លើយគ្នានៅពេលព្រលឹមស្រាងៗបង្កើតបានជាតន្ត្រីធម្មជាតិដ៏ពិរោះរណ្ដំនៅចុងភូមិមានខ្ទមជញ្ជាំងស្លឹកតូចមួយដែលជាជំរករបស់យុវជនម្នាក់ឈ្មោះសុកគឺជាក្មេងកំប្រា ដែលរស់នៅតែម្នាក់ឯងបន្ទាប់ពីឪពុកម្ដាយរបស់គេបានលាចាកលោកទៅដោយសារជំងឺតាំងពីគេនៅតូចទោះបីជាជីវភាពខ្វះខាតបាយមួយពេលស្រែកមួយពេលយ៉ាងណាក៏ដោយក៏សុខមិនដែលត្អូញត្អែឬបោះបង់សីលធម៌ឡើយគេមានចំណុចពិសេសមួយដែលអ្នកភូមិគ្រប់គ្នាស្រឡាញ់រាប់អានគឺចិត្តបុណ្យនិងភាពស្មោះត្រង់រៀងរាល់ព្រឹកមុនពេលព្រះអាទិត្យរះផុតពីជើងមេឃសុខតែងតែរែកអង្រុតនិងសំណាញ់ចេញទៅរកត្រីនៅមាត់ទន្លេប៉ុន្តែប្លែកខុសពីអ្នកនេសាទដទៃសុខតែងតែលែងកូនត្រីតូចៗចូលទៅក្នុងទឹកវិញជានិច្ចព្រោះគេយល់ថាពួកវានៅក្មេងពេកគួរតែទុកឲ្យវាធំធាត់បន្តពូជពងតទៅទៀតព្រឹកមួយខណៈពេលដែលពន្លឺព្រះអាទិត្យពណ៌មាសចាំងជះមកលើផ្ទៃទឹកទន្លេមេគង្គបង្កើតបានជាពន្លឺភ្លឹបផ្លែតដូចគ្រាប់ពេជ្រសុកបានបង់សំណាញ់នៅក្បែរមាត់ច្រាំងដែលពោពេញទៅដោយផ្កាឈូករំពេចនោះគេមានអារម្មណ៍ថាមានអ្វីម្យ៉ាងធ្ងន់ខុសធម្មតាជាប់នៅក្នុងសំណាញ់របស់គេអូប្រហែលជាបានត្រីធំហើយមើលទៅថ្ងៃនេះសុកឧទានក្នុងចិត្តទាំងក្តីរំភើបគេខំប្រឹងទាញសំណាញ់យឺតមកលើច្រាំងខ្សាច់សក្បួសក្បាយមាត់ទឹកចាប់ផ្ដើមខ្ទាតចេញនៅពេលដែលសំណាញ់របើកឡើងភ្នែករបស់សុកស្រាប់តែបើកធំដោយក្តីងឿងឆ្ងល់និងស្ងប់ស្ងាញ់អ្វីដែលនៅក្នុងសំណាញ់នោះមិនមែនជាត្រីធម្មតាដែលគេធ្លាប់ឃើញរាល់ដងឡើយវាគឺជាត្រីមាសមួយក្បាលដែលមានស្រកាភ្លឺចែងចាំងដូចមាសទឹកដប់ភ្នែករបស់វាមានពណ៌ខៀវស្រងាត់ដោយត្បូងកណ្ដៀងហើយវាហាក់បីដូចជាកំពុងសម្លឹងមកកាន់សុកដោយភាពអង្វរកត្រីមាសនោះដកដង្ហើមញាប់ហាក់ដូចជាកំពុងតែដង្ហើយរកខ្យល់ដង្ហើមចុងក្រោយសុកឈរស្ងៀមមួយសន្ទុះចិត្តមួយចង់យកទៅលក់នៅផ្សារដើម្បីបានប្រាក់ទិញអង្ករចិត្តមួយទៀតមានអារម្មណ៍អាណិតអាសូរជាពន់ពេកណែសត្វត្រីដ៏ស្រស់ស្អាតអើយតើឯងមកពីណានឹងឯងពិតជាស្អាតពេកហើយខ្ញុំមិនដាច់ចិត្តសម្លាប់ឯងដើម្បីធ្វើជាអាហារឬយកទៅដូរយកប្រាក់កាក់នោះទេសុកនិយាយទៅកាន់ត្រីមាសទាំងញញឹមស្រទន់ដោយមិនបង្អង់យូរសុកក៏លើកត្រីមាសនោះដោយដៃទាំងពីរយ៉ាងថ្នមរួចក៏ដើរចុះទៅកាន់មាត់ទឹករួចលែងវាឲ្យមានសេរីភាពឡើងវិញនៅពេលដែលបាតដៃដ៏កក្រើមរបស់សុកប៉ះជាមួយទឹកទន្លេដ៏ត្រជាក់ត្រីមាសនោះក៏បានរបូតចេញពីដៃគេយ៉ាងទន់ភ្លន់វាស្រាប់តែហែលវត្តកន្ទុយម្ដងជាពីរដងបង្កើតជាពពុះទឹកពណ៌ប្រាក់តូចរួចក៏មកចុះនៅក្នុងជម្រៅទឹកបាត់ស្រមោលសុកដកដង្ហើមធំដោយក្តីរីករាយទោះបីជាដឹងថាថ្ងៃនេះខ្លួនប្រហែលជាត្រូវដេកចង្ក្រង់ព្រោះគ្មានត្រីទៅដូរយកអង្ករក៏ដោយទៅចុះមច្ឆាអើយសូមឲ្យឯងរស់រានមានជីវិតចុះសុកពោលតិចរួចក៏រៀបចំប្រមូលសំណាញ់បំរុងនឹងត្រឡប់ទៅផ្ទះវិញប៉ុន្តែរឿងដែលមិននឹកស្មានដល់ក៏បានកើតឡើងរំពេចនោះផ្ទៃទឹកទន្លេមេគង្គដែលធ្លាប់តែស្ងប់ស្ងាត់ស្រាប់តែប្រែជាមានរលកបោកបក់ខ្លាំងពពុះទឹកពណ៌មាសចាប់ដើមពុះកញ្ច្រោលឡើងពីបាតទន្លេហើយពន្លឺដ៏ភ្លឺចិញ្ចែងមួយបានជែកចាំងមកលឿនសុករហូតធ្វើឲ្យគេត្រូវលើកដៃបាំងភ្នែក
សុកបរសចិត្តបុនអើយសំឡេងមួយដ៏ក្រអួនក្រអៅនិងមានអំណាចបានបន្លឺឡើងចេញពីកណ្ដាលរង្វង់ទឹកសុកភ័យញ័ររន្ធត់ដួលអង្គុយទៅលើខ្សាច់នៅចំពោះមុខគេត្រីមៀដែលគេទៅបតែលែងមិននេះបានប្រែកាយคล้ายជានារីម្នាក់ដ៏ស្រស់សោភានាងមានសក់វែងអន្លាយពណ៌ខ្មៅរលើបក្រុងសម្លៀកបំពាក់ពណ៌មាសចាំងភ្នែកនិងមានមកុដតូចមួយលម្អដោយត្បូងពេជ្រនៅលើក្បាលនាងមិនមែនជាមនុស្សធម្មតាឡើយតែគឺជាបុត្រីស្ដេចនាគដែលក្លាលងមកកំសាន្តលើលោកីកុំភ័យខ្លាចអីអ្នកមានគុណអើយនាងមានបន្ទូលទាំងញញឹមស្រទន់ខ្ញុំគឺជាបុត្រីតូចរបស់ស្ដេចនាគភុជង្គនាគាដែលគ្រប់គ្រងបាតទន្លេមេគង្គនេះដោយសារតែភាពធ្វេសប្រហែសខ្ញុំក៏បានជាប់សំណាញ់របស់អ្នកប្រសិនបើមិនបានចិត្តសប្បុរសរបស់អ្នកជួយសង្គ្រោះទេម្លេះសំជីវិតខ្ញុំត្រូវសូន្យបាត់ទៅហើយសុកស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងគេប្រឹងញីភ្នែកម្ដងហើយម្ដងទៀតតើលោកម្ចាស់ពិតជាបុត្រីស្ដេចនាគមែនឬខ្ញុំគ្រាន់តែជាអ្នកនេសាទក្រីក្រម្នាក់ប៉ុណ្ណោះខ្ញុំមិនហ៊ានទៅពោលពាក្យថាអ្នកមានគុណឡើយសុកឆ្លើយទាំងអេអោះនិងអោនក្បាលគោរពបុត្រីនាគសោយតិចតេញរួចបន្តថាចាត់បុណ្យមិនវាស់វែងលើទ្រព្យសម្បត្តិឡើយបិតារបស់ខ្ញុំចង់ជួបអ្នកដើម្បីថ្លែងអំណរគុណដោយផ្ទាល់តើអ្នកហ៊ានចុះទៅកាន់នគរនាគជាមួយខ្ញុំដែរឬទេសុករ៉ារេក្នុងចិត្តព្រោះគេជាមនុស្សធម្មតាតើអាចរស់នៅក្រោមទឹកបានយ៉ាងដូចម្ដេចហាក់ដូចជាដឹងចិត្តសុកបុត្រីនាគក៏ដកគុជខ្យងពណ៌ខៀវមួយគ្រាប់ចេញពីកញ្ចឹងករួចហុចឲ្យសុកសូមកាន់គុជខ្យងនេះឲ្យជាប់វានឹងជួយឲ្យអ្នកអាចដកដង្ហើមនិងដើរក្នុងទឹកដូចជានៅលើដីគោកអញ្ចឹងដោយក្តីចង់ដឹងនឹងភាពក្លាហានសុកក៏សម្រេចចិត្តចាប់យកគុជខ្យងនោះរំពេចនោះរាងកាយរបស់គេហាក់ដូចជាស្រាលស្ពើយបុត្រីនាគក៏ចាប់ដៃសុករួចនាំគេលោតចុះទៅក្នុងទឹកទន្លេផ្ទៃទឹកដែលធ្លាប់ជាឧបសគ្គស្រាប់តែរបើកជាច្រកផ្លូវយ៉ាងអស្ចារ្យនាំយុវជនអ្នកនេសាទម្នាក់ឆ្ពោះទៅកាន់ពិភពលោកដែលមនុស្សលោកមិនដែលបានឃើញនៅពេលដែលសុកបានលោតចុះទៅជ្រុងទឹករាងកាយរបស់គេមិនមានអារម្មណ៍ថាថប់ដង្ហើមឬត្រជាក់ញ័រញាក់ដូចរាល់ដងឡើយផ្ទុយទៅវិញគុយខ្យងពណ៌ខៀវនៅក្នុងដៃរបស់គេបានបញ្ចេញពន្លឺព្រើលបង្កើតជាស្រទាប់ការពារខ្យល់យ៉ាងអស្ចារ្យសុកអាចមើលឃើញគ្រប់យ៉ាងច្បាស់ជុំវិញខ្លួនហាក់បីដូចជាកំពុងដើរនៅក្នុងសួនច្បារដ៏ស្រស់ស្រាតមួយលើដីគោកបុត្រីនាគបាននាំសុកហែលចុះទៅកាន់ជម្រៅដ៏ជ្រៅដែលមនុស្សលោកមិនដែលស្មានដល់រំពេចនោះនៅចំពោះមុខសុកស្រាប់តែលេចចេញនៅខ្លោងទ្វារក្រុងដ៏ស្កឹមស្កៃដែលសាងសង់ឡើងពីត្បូងមរកតពណ៌បៃតងរលើបរលោងនៅលើខ្លោងទ្វារនោះមានចម្លាក់នាគពាន់ព័ទ្ធគ្នា7ក្បាលដែលភ្នែកនីមួយសុទ្ធតែជាគ្រាប់ពេជ្រចាំងពន្លឺចែងចាំងស្វាគមន៍មកកាន់នគរនាគភុជង្គអ្នកមានគុណបុត្រីនាគមានបន្ទូលទាំងស្នាមញញឹមនៅខាងក្នុងនគរសុកសឹងតែឈប់ដកដង្ហើមដោយក្តីអស្ចារ្យផ្ទះសម្បែងនិងប្រាសាទនានាត្រូវបានសាងសង់ឡើងពីសម្បកខ្យងយ៉ាក់និងផ្កាធំចម្រក់ពណ៌ផ្លូវដើរនីមួយក្រាវដោយខ្សាច់មាសហើយមានហ្វូងមច្ឆជាតិចម្លែកលូកហែលកំសាន្តទៅមកដូចជាសត្វបុកសៃហើរលើអាកាសអញ្ចឹងមិនយូរប៉ុន្មានសុកក៏បានមកដល់ព្រះរាជវាំងធំជាងគេបង្អស់នៅលើបន្ល័ង្កមាសដែលព័ទ្ធជុំវិញដោយផ្សែងអប់វេទមន្តបុរសចំណាក់ម្នាក់ដែលមានពុកមាត់សវែងដោយជង្គង់ក្រងស្បៃពណ៌សនិងមានអំណាចលើសលប់កំពុងអង្គុយចាំទទួលនោះគឺព្រះបាទភុជង្គនាគាស្ដេចនាគនៃដងទន្លេមេគង្គបុត្រីអើយតើនេះឬជាអ្នកដែលបានជួយសង្គ្រោះជីវិតឯងស្ដេចនាគសួរដោយសំឡេងក្រអួនក្រអែវដែលធ្វើឲ្យបាតទន្លេញ័រតិចសុកប្រញាប់លុតជង្គង់ក្រាបថ្វាយបង្គំតាមទម្លាប់ក្រាបទូលព្រះអង្គទូលបង្គំឈ្មោះសុកជាអ្នកនេសាទក្រីក្រម្នាក់ប៉ុណ្ណោះការជួយសង្គ្រោះបុត្រីព្រះអង្គគឺជាទឹកចិត្តអាណិតអាសររបស់ទូលបង្គំមិនបានសង្ឃឹមអ្វីតបស្នងឡើយស្ដេចនាគងក់ក្បាលដោយក្តីពេញចិត្តកម្រណាស់ដែលឃើញមនុស្សលោកមានចិត្តស្អាតស្អំដូចជាឯង
មនុស្សភាគច្រើនដែលបានជួបបុត្រីយើងតែងតែចង់ចាប់យកទៅលក់ដើម្បីមានបានឬសម្លាប់យកស្រកាមាសប៉ុន្តែឯងបែរជាលែងណែងឲ្យមានសេរីភាពវិញព្រះបាទភុជង្គនាគាក៏ដកហូតយកវត្ថុម្ដងយ៉ាងចេញពីក្នុងហេបប្រាក់មួយវាគឺជាក្របភ្នែកម្យ៉ាងដែលមានពន្លឺភ្លឺផ្លេតដូចផ្កាយនៅលើមេឃដើម្បីតបស្នងសេចក្តីល្អរបស់ឯងយើងនឹងប្រគល់កែវភ្នែកនាគនេះឲ្យឯងវាមានអំណាចអាចឲ្យឯងមើលធ្លុះចិត្តមនុស្សមើលឃើញការពិតដែលភ្នែកធម្មតាមើលមិនឃើញនិងអាចដឹងមុននៅគ្រោះមហន្តរាយដែលនឹងកើតឡើងលើលោកយាយសុខទទួលយកកែវភ្នែកនោះទាំងដៃញ័រទូត្រើតវាមិនទាន់ដឹងឡើយទេថាកាដូដ៏វិសេសវិសាលនេះនឹងប្រែប្រាយជីវិតវាឲ្យទៅជាអ្នកសង្គ្រោះពិភពលោកនៅពេលឆាប់ខាងមុខនេះ បន្ទាប់ពីបានទទួលកែវភ្នែកនាគដ៏មានតម្លៃនិងពាក្យជូនពរពីព្រះបាទភុជង្គនារួចមកបុត្រីនាគក៏បាននាំសុខហែលត្រឡប់មកកាន់ផ្ទៃទឹកវិញនៅពេលជើងរបស់សុខបានជន់ដីខ្សាត់មាត់ច្រាំងទន្លេមេគង្គជាថ្មីរាងកាយរបស់សុខក៏ប្រែជាស្ងួតភ្លាមហាក់បីដូចជាគេមិនដែលបានចុះទឹកទាល់ទេសោះបុត្រីនាគញញឹមដាក់គេជាចុងក្រោយរួចក៏មុតបាក់ទៅក្នុងទឹកទៅសល់តែរលកតូចបោកបក់មុខមាត់ច្រាំងសុកលើកដៃសម្លឹងមើលក្របកែវភ្នែកនាគដែលស្ថិតក្នុងដុំដៃក្របកែវនោះមានទំហំប៉ុនក្របឃ្លីបញ្ចេញពន្លឺពណ៌ខៀវស្រទន់ជានិច្ចដោយក្តីចង់ដឹងសុកក៏យកកែវភ្នែកនោះមកដាក់ផ្អឹបនឹងភ្នែកស្ដាំរបស់ខ្លួនរំពេចនោះពិភពលោកដែលសុកធ្លាប់ស្គាល់ក៏ប្រែប្រួលទាំងស្រុងភ្នែកស្ដាំរបស់គេលែងមើលឃើញត្រឹមតែដើមឈើនិងដីហ៊ុយទៀតហើយប៉ុន្តែគេអាចមើលឃើញពន្លឺព្រលឹងរបស់អ្វីគ្រប់យ៉ាងដើមឈើមានពន្លឺពណ៌បៃតងខ្ចីដែលតំណាងឲ្យជីវិតចំណែកឯសត្វស្លាបមានពន្លឺពណ៌លឿងទុំនៃសេចក្តីសុខប៉ុន្តែនៅពេលសុខងាកបារទៅរកភូមិទឹកវិលវិញគេស្រាប់តែឃើញផ្សែងខ្មៅស្រអាប់ម្យ៉ាងកំពុងអណ្ដែតគ្របដណ្ដប់ពីលើភូមិទាំងមូលមានរឿងអ្វីកើតឡើងហ្នឹងសុខឧទានទាំងភ័យស្លន់ស្លោគេប្រញាប់រត់ចូលទៅក្នុងភូមិនៅតាមផ្លូវគេឃើញអ្នកភូមិអង្គុយត្រមោចមុខមាត់ស្រពោនវាលស្រែដែលធ្លាប់តែខៀវខ្ចីកាលពីព្រឹកមិញនេះសោះបែរជាប្រេះស្រែបចំណែកឯអណ្ដោងទឹកក្នុងភូមិក៏ស្រាប់តែរៀងស្ងួតហួតហែងអស់គ្មានសល់សុកបាងជួបនឹងតាសុកដែលជាចាស់ទុំក្នុងភូមិកំពុងអង្គុយដកដង្ហើមធំក្បែរពាងទឹកទំនេរតើមានរឿងអ្វីកើតឡើងមែនទេលោកតាហេតុអ្វីបានជាទឹកក្នុងភូមិយើងរីងអស់ចម្លែកបែបនេះសុកសួរទាំងបារម្ភតាសុកងើបមុខឡើងភ្នែកស្រអាប់មិនដឹងទេចៅអើយគ្រាន់តែឯងចេញទៅរកត្រីមិនទាន់បានកន្លះថ្ងៃផងស្រាប់តែមានខ្យល់ក្តៅម្យ៉ាងបក់មកហើយទឹកទន្លេដែលហូរចូលព្រែកភូមិយើងក៏ស្រាប់តែឈប់ហូរភ្លាមតែម្ដងអ្នកភូមិខ្លះថាប្រហែលជាមានអ្នកធ្វើខុសនឹងម្ចាស់ទឹកម្ចាស់ដីហើយមើលទៅសុកមិនបង្អង់យូរគេប្រញាប់លើកកែវភ្នែកនាគមកមើលម្ដងទៀតលើកនេះគេសម្លឹងទៅកាន់ទិសខាងលើនៃទន្លេមេគង្គតាមរយៈអំណាចកែវភ្នែកនាគសុកមើលឃើញរូបភាពដ៏គួរឲ្យភ័យខ្លាចមួយនៅលើកំពូលភ្នំខ្ពស់ដែលជាប្រភពទឹកនៃភូមិមានអាបធ្មប់ម្នាក់ក្រុងឈុតខ្មៅកំពុងសួតមន្តដាក់បណ្ដាសានិងប្រើមន្តវិជ្ជាការសាងសង់ជញ្ជាំងថ្មវេទមន្តដើម្បីបិទផ្លូវទឹកមិនឲ្យហូរចុះមកក្រោមអាបធ្មប់នោះចង់ធ្វើឲ្យអ្នកភូមិស្រេកឃ្លានដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងបង្ខំឲ្យពួកគេក្លាយជាខ្ញុំបម្រើក្នុងការជីរកត្បូងថ្មវេទមន្តក្នុងដីភូមិទឹកវិលមិនបានទេខ្ញុំត្រូវតែសង្គ្រោះអ្នកភូមិនិងដងទន្លេមេគង្គឲ្យបានចិត្តសុកបដិញ្ញាចិត្តយ៉ាងមុតមមសុកមិនបង្អង់យូរឡើយគេប្រញាប់ខ្ចប់បាយកញ្ចប់បន្តិចបន្តួចនិងដបតិចរួចចាប់ដើមធ្វើដំណើរឆ្ពោះទៅទិសខាងជើងសម្ដៅទៅកាន់ភ្នំខ្មៅដែលជាកន្លែងអាបធ្មប់ចិត្តអាក្រក់កំពុងលាក់ខ្លួនការធ្វើដំណើរនេះមិនមែនជារឿងងាយស្រួលទេព្រោះផ្លូវពោពេញទៅដោយបន្លាជិតឈឹងនិងដីហុយសំពងដែលបក់មកពីវាលស្រែដែលកំពុងស្រេកទឹកខណៈពេលដែលសុកកំពុងដើរកាត់ព្រៃក្រាស់មួយគេស្រាប់តែឮសំឡេងស្រែកថ្ងោរចេញពីក្នុងគុម្ពោតព្រៃជួយផងជួយខ្ញុំផងជើងរបស់ខ្ញុំជាប់អន្ទាក់ហើយសុកប្រញាប់រត់ទៅមើលក៏ឃើញស្វាមួយក្បាលដែលមានរោមសក្បោសដោយសម្លៃ
កំពុងជាប់ជើងនៅក្នុងអន្ទាក់ដែកដ៏មុតស្រួចរបស់អ្នកបបាញ់ស្វានោះសម្លឹងមើលសុកដោយភ្នែករលីងរលោងធម្មតាមនុស្សដតីប្រហែលជាចាប់ស្វានេះយកទៅលក់ប៉ុន្តែចាត់បុណ្យរបស់សុកនៅតែដដែលកុំភ័យអីមិត្តសម្លាញ់ខ្ញុំនឹងជួយឯងឥឡូវនេះហើយសុកនិយាយលួងលោមរួចប្រើកម្លាំងបាយរបស់គេប្រឹងទាញញែកដែកអន្ទាក់នោះចេញរហូតដល់របើកស្វានោះលោតចេញពីអន្ទាក់ទាំងត្រេកអររំពេចនោះរឿងដ៏អស្ចារ្យបានកើតឡើងស្វានោះស្រាប់តែនិយាយជាភាសាមនុស្សបានយ៉ាងច្បាស់អរគុណអ្នកក្លាហានខ្ញុំឈ្មោះម៉ាកកជាសត្វដែលយាមព្រៃនៅទីនេះខ្ញុំដឹងថាអ្នកកំពុងធ្វើដំណើរទៅកម្ចាត់អាបធ្មប់ខ្មែរមែនទេតាមពិតទៅខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរអាបធ្មប់នោះបានសម្លាប់មិត្តភក្តិខ្ញុំនិងបំផ្លាញព្រៃឈើដើម្បីយកកន្លែងធ្វើមន្តវិជ្ជាការសុកភ្ញាក់ផ្អើលយ៉ាងខ្លាំងឯងចេះនិយាយថងឬហើយឯងដឹងពីគោលបំណងរបស់ខ្ញុំដោយរបៀបណាមកញញឹមព្រោះខ្ញុំឃើញកែវមាសនាគនៅក្នុងថង់យាមរបស់អ្នកមានតែមនុស្សដែលមានចិត្តបរិសុទ្ធទេទើបអាចកាន់វត្ថុនោះបានទុកឲ្យខ្ញុំជូនផ្លូវអ្នកចុះព្រោះផ្លូវទៅខាងមុខទៀតពោពេញទៅដោយអាបពុលដែលអាបធ្មប់បានដាក់សម្បុកកង់ការពារអ្នកទាំងពីរក៏បន្តដំណើរទៅមុខជាមួយគ្នាមកបានប្រើភាពរហ័សរហួនរបស់ខ្លួនដើម្បីនាំសុកដើរកាត់ផ្លូវកាត់ដែលអាបធ្មប់មិនបានដឹងនៅតាមផ្លូវមកបានបង្រៀនសុកឲ្យស្គាល់ពីរុក្ខឱសថផ្សេងដែលអាចជួយព្យាបាលរបួសនិងដកជាតិពុលចេញពីខ្លួនលុះដល់ពេលប្រលប់ពួកគេបានមកដល់ជើងភ្នំខ្មៅខ្យល់ត្រជាក់ខុសធម្មតាចាប់ផ្ដើមបក់បោកខ្លាំងសុកលើកកែវមាសនាគមកមើលម្ដងទៀតគេឃើញថាផ្សែងខ្មៅកាន់តែក្រាស់ទៅប៉ុន្តែអ្វីដែលធ្វើឲ្យគេបារម្ភបំផុតនោះគឺគេបានឃើញថាមានសត្វដំរីធំមួយក្បាលកំពុងត្រូវបានអាបធ្មប់ប្រាវមុនខ្មៅបញ្ជាឲ្យយាមនៅច្រកចូលលអាងសម្ងាត់មកយើងមិនអាចចូលទៅដោយត្រង់ទេដំរីនោះមានកម្លាំងខ្លាំងណាស់សុកសឹបប្រាប់មកកុំបារម្ភសុកយើងនឹងប្រើកែវមាសនាគរបស់លោកដើម្បីរកមើលចំណុចខ្សោយរបស់វាមកឆ្លើយតបទាំងភាពជឿជាក់នៅចំពោះមុខច្រកលអាងភ្នំខ្មៅដំរីยักษ์ដែលមានភ្នែកក្រហមច្រាវដោយភ្លើងកំពុងឈរយាមយ៉ាងមាំដំរីនេះមិនមែនជាសត្វធម្មតាទេប៉ុន្តែវាគឺជាដំរីជ័យដែលត្រូវអាបធ្មប់សូត្រមន្តសង្កត់វិញ្ញាណឲ្យคล้ายជាសត្វសហាយរាល់ពេលដែលវាដកដង្ហើមខ្យល់ក្តៅផាយចេញពីប្រមោយធ្វើឲ្យស្លឹកឈើជុំវិញក្រៀមក្រោះភ្លាមសុកមើលចុះម៉ាកខ្សឹបបាបដំរីនោះវាមិនមែនចង់ធ្វើបាបយើងដោយចិត្តឯងទេវាគ្រាន់តែត្រូវមន្តខ្មៅគ្រប់គ្រងប៉ុណ្ណោះសុកងក់ក្បាលរួចលើកកែវភ្នែកនាគមកដាក់ផ្អឹបនឹងភ្នែកស្ដាំតាមរយៈពន្លឺវេទមន្តនៃកែវភ្នែកនាគសុកមិនបានឃើញចំណុចខ្សោយដើម្បីវាប្រហារសម្រាប់សត្វដំរីនោះទេប៉ុន្តែគេបែរជាឃើញខ្សែក្បាលខ្មៅស្រអប់មួយដែលពោតជុំវិញកដំរីនោះគឺជាចំណងមន្តអាគមដែលអាបធ្មប់បានចងភ្ជាប់ដើម្បីបញ្ជាវាខ្ញុំឃើញហើយសុកពោលទាំងក្តីសង្ឃឹមប្រសិនបើយើងអាចកាត់ចំណងខ្មៅនោះបានវានឹងដឹងខ្លួនវិញជាមិនខានប៉ុន្តែបញ្ហានៅត្រង់ថាតើធ្វើដោយម្ដេចទើបអាចចូលទៅជិតសត្វដំរីដ៏ធំសម្បើមនោះបានដោយមិនត្រូវវាព្រិចស្លាប់ម៉ាកដែលជាសត្វស្វាឆ្លៀវវៃក៏ចេញគំនិតថាខ្ញុំនឹងរត់ទៅបង្កការរំខាននៅខាងឆ្វេងដើម្បីឲ្យវាបែរមុខទៅរកខ្ញុំនៅពេលនោះលោកត្រូវតែប្រើកែវភ្នែកនេះជះពន្លឺទៅលើចំណងខ្មៅនោះឲ្យរលាយបាត់ទៅផែនការក៏ចាប់ផ្ដើមម៉ាកបានលោតពីដើមឈើមួយទៅដើមឈើមួយទៀតទាំងស្រែកហូរកញ្ជ្រៀវនិងចោលផ្លែឈើព្រៃទៅលើដំរីยักษ์ខឹងសម្បាយ៉ាងខ្លាំងវាក៏បង្វាយខ្លួនរួចបន្លឺសំឡេងកញ្ជ្រៀវលាន់កង់រំពឹងព្រៃរួចដេញតាមម៉ាកឆ្លៀតក្នុងឱកាសនោះសុកក៏ស្ទុះចេញពីកន្លែងពួនគេឈរយ៉ាងនឹងធឹងរួចផ្ដោតអារម្មណ៍ទាំងអស់ទៅលើកែវភ្នែកនាគគេសូត្ររំលឹកដល់គុណព្រះបាទភុជង្គអ្នកគានិងសេចក្តីល្អដែលគេធ្លាប់បានធ្វើរំពេចនោះកែវភ្នែកនាគក៏បញ្ចេញពន្លឺពណ៌ខៀវយ៉ាងចែងចាំងរត់ត្រង់ទៅប៉ះនឹងចំណងខ្មៅនៅលើកដំរីឆាវ
សំឡេងមុនខ្មៅត្រូវបានរលាយសាបសូន្យដោយអំណាចនៃភាពបរិសុទ្ធដំរីយៈស្រាប់តែឈប់ងក់ភ្នែកដែលធ្លាប់តែក្រហមឆែកក៏ប្រែមកជាពណ៌ខ្មៅថ្លាយ៉ាងទន់ភ្លន់វិញវាដកដង្ហើមវែងរូបក៏លុតជង្គង់ចុះនៅចំពោះមុខសុកហាក់ដូចជាដឹងគុណដែលបានជួយដោះលែងវាពីនិរុអវិជ័យនៃមុនខ្មៅអរគុណហើយបងដំរីជ័យសុកដៅទៅអង្អាប្រមួយវាដោយក្តីអាណិតតើបងអាចជួយយើងចូលទៅក្នុងល្អាងដើម្បីប្រឈមមុខនឹងអបធ្មប់បានទេដំរីងក់ក្បាលយល់ព្រមវាប្រើកម្លាំងដ៏មហាមាររបស់វារុញច្រានផ្ទាំងថ្មធំៗដែលបិទច្រកល្អាងឲ្យរឹបឡើងនៅក្នុងល្អាងនោះសុកមកកនិងដំរីជ័យបានឃើញពន្លឺទៀនពណ៌ស្វាយអាប់អួរនិងឮសំឡេងសូត្រមន្តយ៉ាងគ្រលួតដែលគួរឲ្យព្រឺក្បាលអាប់ធ្មប់ខ្មៅដឹងឃើញហើយនៅពេលដែលផ្ទាំងថ្មចុងក្រោយត្រូវបានដំរីជ័យរុញចេញខ្យល់ត្រជាក់ស្រែបដែលធុំក្លិនធូបផ្សាយភាយចេញពីក្នុងល្អាងធ្វើឲ្យសុកព្រឺសម្បុរខ្ញាក់នៅកណ្ដាលល្អាងដ៏ធំទូលាយមានអាងទឹកមួយដែលពោរពេញដោយទឹកពណ៌ខ្មៅកំពុងពុះកញ្ច្រោលពីលើអាងទឹកនោះគឺជាបុរសចំណាស់ម្នាក់ដែលមានរូបរាងស្គមស្កាងស្លៀកពាក់ឈុតខ្មៅដាច់ដោចភ្នែករបស់គេខ្សឹបខ្សៀវនិងបញ្ចេញពន្លឺពណ៌ស្វាយគួរឲ្យខ្លាចនោះគឺអាបធ្មប់អន្តកាហាមិននឹកស្មានថាក្មេងកំសាកម្នាក់នឹងសัตว์សន្តាប់ធ្នាប់ពី3ក្បាលហ៊ានមកដល់ទីនេះសោះអាបធ្មប់សោចទាំងសំឡេងក្រលួចដែលធ្វើឲ្យជញ្ជាំងល្អាងញ័ររន្ធត់សុកឈានជើងទៅមុខយ៉ាងក្លាហានទោះបីជាបេះដូងលោតញាប់ក៏ដោយលោកគ្រូអាបធ្មប់ហេតុអ្វីបានជាលោកធ្វើបាបអ្នកភូមិទឹកវិលហេតុអ្វីបានជាលោកបិទផ្លូវទឹកទន្លេដែលជាជីវិតរបស់មនុស្សសត្វរាប់ម៉ឺននាក់អាបធ្មប់អន្តកាងៀកមកសម្លឹងសុកដោយខ្សែភ្នែកច្រណែនជីវិតមនុស្សសត្វមិនសំខាន់សម្រាប់យើងទេអ្វីដែលសំខាន់គឺត្បូងមេគង្គដែលនៅក្រោមបាតភូមិនោះកាលណាទឹកដីរីងស្ងួតត្បូងនោះនឹងលេចចេញមកហើយអំណាចរបស់វានឹងធ្វើឲ្យយើងក្លាយជាស្ដេចនៃលោកីយ៍នេះឯងមានកែភ្នែកញឹកមែនទេចូលប្រគល់វាឲ្យយើងមកបើមិនចង់ស្លាប់និយាយមិនទាន់ផុតពីមាត់ផងអាបធ្មប់ក៏ក្រវីឈើច្រត់ឆ្អឹងសត្វរបស់គេរំពេកនោះផ្សែងខ្មោបានប្រែក្រឡាជាសត្វពស់យក្សរាប់រយក្បាលហក់សំដៅមករកសុកនិងមិត្តភ័ក្តិសុកប្រយ័ត្នមកកស្រែកប្រាប់រួចស្ទុះទៅខំកំទេចផ្សែងពស់ទាំងនោះដោយភាពរហ័សរហួនចំណែកឯដំរីជ័យក៏បានលើកជើងព្រែកដីយ៉ាងខ្លាំងបង្កើតជាកម្លាំងរញ្ជួយដីដើម្បីកម្ចាត់មុនខ្មៅប៉ុន្តែអាបធ្មប់កាន់តែខ្លាំងឡើងគេចាប់ដើមសូត្រមុនបណ្ដាសាម្យ៉ាងដែលធ្វើឲ្យកែវភ្នែកនាគនៅក្នុងដៃសុកចាប់ដើមក្តៅដូចរលាកភ្លើងសុកមានអារម្មណ៍ថាភ្នែករបស់គេងងឹតស្លុបហាក់ដូចជាមាននរណាយកបញ្ចូលមកចាក់កែវភ្នែកនាគមិនអាចប្រើដើម្បីសម្លាប់បានទេសុកនឹកឃើញពាក្យរបស់ស្ដេចនាគគេដឹងថាបើគេប្រើកំហឹងតបតគេនឹងចាញ់អាបធ្មប់មិនខានសុកសម្រេចចិត្តបិទភ្នែកទាំងពីររួចផ្ដោតអារម្មណ៍ទៅលើចិត្តគេនឹកដល់ភាពត្រជាក់នៃទឹកទន្លេមេគង្គនឹកដល់ស្នាមញញឹមរបស់អ្នកភូមិនិងចិត្តមេត្តាដែលគេមានចំពោះត្រីមាសរំពេកនោះពន្លឺពណ៌សបរិសុទ្ធមួយបានជះចេញពីដើមទ្រូងរបស់សុកជ្រាបចូលទៅក្នុងកែវភ្នែកនាគកែវភ្នែកនាគដែលធ្លាប់តែក្តៅក៏ប្រែជាត្រជាក់ដូចទឹកអម្រឹតសុកបាក់ភ្នែកឡើងវិញលើកកែវភ្នែកនាគតម្រូវទៅរកអាបធ្មប់ពន្លឺដ៏មហាសាលពណ៌សបានបាញ់ចេញទៅបំផ្ទុះផ្សែងខ្មៅឲ្យរលាយសាបសូន្យក្នុងមួយប្រព្រិចភ្នែកទេវាមិនអាចទៅបានទេចិត្តបរិសុទ្ធមិនអាចឈ្នះមុនខ្មៅរបស់យើងឡើយអាបធ្មប់ស្រីជេរវាជួមុននឹងរូបរាងរបស់គេរលាយคล้ายជាភ័យផង់បាត់ទៅតាមខ្យល់ក្រោយពេលដែលរូបកាយរបស់អាបធ្មប់អន្តកាបានរលាយសាបសូន្យទៅតាមខ្យល់អាប់ខ្មៅដ៏ក្រាស់ដែលធ្លាប់តែគ្របដណ្ដប់ក្នុងល្អាងភ្នំក៏ចាប់ផ្ដើមរលាយបាត់ទៅជំនួសវិញដោយពន្លឺព្រះអាទិត្យដែលជះចូលតាមប្រហោងថ្មប៉ុន្តែបញ្ហាសំខាន់មិនទាន់ចប់នៅឡើយទេគឺជញ្ជាំងថ្មវេទមន្តដែលបិទផ្លូវទឹកនៅតែរឹងមាំដដែលសុកមើលចុះទឹកកំពុងតែច្រោះចេញពីក្រោមថ្មប៉ុន្តែវាមិនអាចហូរទៅរួចទេមកគរចង្អុលទៅកាន់ជញ្ជាំងថ្មដ៏ធំដែលអាបធ្មប់បានសាងសង់បិទប្រភពទឹកមេគង្គសុកញែកទៅសម្លឹងមើលដំរីជ័យសត្វដំរីដ៏មានកម្លាំងមហិមាដឹងចិត្តមេរបស់វាភ្លាមវាបន្លឺសំឡេងកញ្ជ្រៀវយ៉ាងខ្លាំងរួចប្រើក្បាលនិងភ្លុកដ៏រឹងមាំរបស់វាបុកទម្លុះជញ្ជាំងថ្មវេទមន្តនោះដោយអស់ទីកម្លាំងកាយចិត្តក្រាំង
សំឡេងបែកបាក់នៃថ្មล้วนរំពងពេញប្រៃភ្នំរំពេកនោះទឹកទន្លេដែលត្រូវបានគេខាំងទុកជាយូរក៏បានទម្លាយចេញមកយ៉ាងសន្ធោសន្ធប់ទឹកថ្លាឆ្វេងដូចកែវបានហូរធ្លាក់ចុះពីលើកំពូលភ្នំបង្កើតជាទឹកជ្រោះដ៏ស្រស់ស្អាតនិងនាំយកមកនូវភាពត្រជាក់ត្រជុំត្រឡប់ទៅកាន់វាលទំនាបវិញជោគជ័យហើយសុកនឹងមកស្រីហូរដល់ក្តីត្រេកអរអ្នកទាំង3សុកមកនិងដំរីជ័យបានធ្វើដំណើរចុះពីលើភ្នំវិញតាមដងទឹកដែលកំពុងហូរនៅពេលដែលពួកគេមកដល់ក្បែរភូមិទឹកវិលសុកបានឃើញទិដ្ឋភាពដ៏រំភើបចិត្តបំផុតអ្នកភូមិដែលធ្លាប់តាមគួយស្រពោនកំពុងតែរឹកចេញពីផ្ទះទាំងត្រេកអរខ្លះយកផ្ដិលខ្លះយកធុងមកត្រង់ទឹកដែលកំពុងហូរចូលតាមព្រែកភូមិវិញទឹកមកវិញហើយទេវតាជួយយើងហើយសំឡេងអ្នកភូមិស្រីជេរឃោសនាពេញភូមិតាសុកចាស់ទុំក្នុងភូមិកាលបើឃើញសុកត្រឡប់មកវិញជាមួយស្វាសនិងដំរីយក្សគាត់ក៏យល់ភ្លាមថាអ្នកណាជាអ្នកសង្គ្រោះភូមិនេះគាត់ដើរមកចាប់ដៃសុកទាំងទឹកភ្នែករលីរលោងចៅអើយឯងពិតជាបានធ្វើរឿងដ៏អស្ចារ្យមែនបើគ្មានឯងទេភូមិយើងមុខជាខ្លាយជាវាលខ្សាច់មិនខានទោះបីជាបានទទួលការសរសើរនិងការដឹងគុណពីអ្នកភូមិយ៉ាងណាក៏ដោយក៏សុកមិនមានចិត្តចង់ខ្លាយជាអ្នកមានឬជាអ្នកធំឡើយគេដឹងថាអំណាចនៃកែវភ្នែកនាគនេះមិនមែនជារបស់សម្រាប់បង្អួតឬប្រើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយនៅល្ងាចនោះខណៈពេលដែលព្រះអាទិត្យរៀបនឹងអស្តង្គទិតសុកបានដើរទៅមាត់ទន្លេមេគង្គតែម្នាក់ឯងគេលើកកែវភ្នែកនាគមកមើលជាចុងក្រោយប៉ុន្តែលើកនេះអ្វីដែលគេឃើញមិនមែនជាផ្សែងខ្មៅទៀតទេគឺជារូបភាពបុត្រីស្ដេចនាគដែលកំពុងងើបក្បាលចេញពីទឹកទាំងញញឹមដាក់គេពីចម្ងាយបន្ទាប់ពីភាពចលាចលបានកន្លងផុតទៅភូមិទឹកវិលបានត្រឡប់មកមានជីវិតជីវ៉ាឡើងវិញស្រែចម្ការដែលធ្លាប់តែប្រេះស្រែបក៏ចាប់ផ្ដើមលុះត្រួយខៀវស្រងាត់ប៉ុន្តែសម្រាប់សុកជីវិតរបស់គេបានផ្លាស់ប្ដូរជារៀងរហូតគេលែងគ្រាន់តែជាអ្នកនេសាទធម្មតាម្នាក់ទៀតហើយតែគេបានក្លាយជាអ្នកការពារដងទន្លេសុកសម្រេចចិត្តសាងសង់ខ្ទមតូចមួយនៅក្បែរមាត់ទឹកដែលជាកន្លែងគេបានជួបត្រីមាសជាលើកដំបូងមកស្វានិងដំរីជ័យក៏មិនបានទៅណាឆ្ងាយដែរពួកគេបានជ្រើសរើសរស់នៅក្បែរសុកដើម្បីជួយមើលថែរក្សាព្រៃឈើនិងសត្វដទៃទៀតព្រឹកមួយខណៈពេលដែលសុកកំពុងអង្គុយសមាធិនៅមាត់ច្រាំងគេបានដកកែវភ្នែកនាគចេញមកគេសង្កេតឃើញថាពន្លឺនៃកែវភ្នែកនាគចាប់ផ្ដើមស្រអាប់បន្តិចម្ដងសុកមានការងឿងឆ្ងល់យ៉ាងខ្លាំងក៏សួរទៅកាន់មកអើយហេតុអ្វីបានជាកែវភ្នែកនាគដែលធ្លាប់តែភ្លឺចែងចាំងបែរជាប្រែពណ៌ទៅជាស្រអាប់បែបនេះតើមកពីខ្ញុំធ្វើអ្វីខុសមែនទេមកដែលអង្គុយស៊ីផ្លែឈើក្បែរនោះងើបមកឆ្លើយទាំងញញឹមមិនមែនលោកធ្វើខុសទេសុកប៉ុន្តែវាគឺជាច្បាប់នៃតុល្យភាពកែវភ្នែកនាគមានអំណាចខ្លាំងពេកសម្រាប់លោកីមនុស្សកាលណាភាពអាក្រក់ត្រូវបានកម្ចាត់ហើយសន្តិភាពត្រឡប់មកវិញអំណាចវេទមន្តក៏ត្រូវតែរលាយទៅវិញតាមពេលវេលាដែរដើម្បីកុំឲ្យមនុស្សកើតចិត្តលោភលន់ចង់បានវាមកធ្វើជាម្ចាស់សុកអង្គុយគិតយ៉ាងយូរគេយល់ឃើញថាមកនិយាយត្រូវប្រសិនបើគេនៅតែរក្សាកែវភ្នែកនេះទុកថ្ងៃណាមួយនឹងមានមនុស្សអាក្រក់មកដណ្ដើមយកវាដូចជាអាបធ្មប់អន្តការអញ្ចឹងហើយសង្គ្រាមនឹងកើតមានមិនចេះចប់មិនចេះហើយអំណាចដែលពិតប្រាកដមិនមែនស្ថិតនៅលើវត្ថុក្រៅខ្លួនទេប៉ុន្តែស្ថិតនៅលើសេចក្តីល្អនៅក្នុងចិត្តរបស់យើងសុខពោលទិតម្នាក់ឯងនៅយប់នោះក្នុងយល់សបិនសុខបានឃើញបុត្រីស្ដេចនាគម្ដងទៀតនាងមានបន្ទូលប្រាប់គេដោយសំឡេងត្រជាក់ស្រែបថាសុខបេសកកម្មរបស់អ្នកបានចប់សពគ្រប់ហើយទឹកទន្លេមេគង្គត្រូវការមើលថែដោយដៃមនុស្សមិនមែនដោយមន្តវិជ្ជាការឡើយតើអ្នកសុខចិត្តលាក់បង់កែវភ្នែកនេះដើម្បីឲ្យវាត្រឡប់ទៅជាភ្នែកពិតរបស់អ្នកវិញដែរឬទេក្នុងសុបិនសុកងក់ក្បាលយល់ព្រមដោយគ្មានការរ៉ារែករំពេចនោះ
ពន្លឺពណ៌ខៀវក៏ចេះចាំងពេញភ្នែករបស់គេនៅពេលសុកភ្ញាក់ឡើងនៅពេលព្រលឹមគេមានអារម្មណ៍ថាភ្នែកស្ដាំរបស់គេលែងមើលឃើញពន្លឺវេទមន្តទៀតហើយវាបានคล้ายជាភ្នែកមនុស្សធម្មតាវិញប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺទោះបីជាគ្មានកែវភ្នែកនេះក៏សុកនៅតែអាចដឹងពីទុក្ខលំបាករបស់សត្វលោកនិងដឹងពីភាសានៃធម្មជាតិបានយ៉ាងច្បាស់ព្រោះចិត្តរបស់គេបានផ្សារភ្ជាប់ជាមួយដងទន្លេទៅហើយច្រើនឆ្នាំបានកន្លងផុតទៅសុកបានคล้ายជាបុរសពេញវ័យដែលមានរាងកាយមាំមួននិងមានទឹកមុខប្រកបដោយមេត្តាធម៌ទោះបីជាគេលែងមានកែវភ្នែកនេះសម្រាប់មើលធ្លុះសពសេចក្តីដូចមុនប៉ុន្តែគេបានជំនួសមកវិញនៅភ្នែកនៃបទពិសោធន៍និងត្រចៀកនៃសេចក្តីអត់ធ្មត់ថ្ងៃមួយភូមិទឹកវិលបានជួបនឹងបញ្ហាថ្មីមួយទៀតមិនមែនជាអាបធ្មប់ឬមន្តអាគមខ្មៅងងឹតឡើយប៉ុន្តែវាគឺជាចំនួនរវាងមនុស្សនិងមនុស្សដោយសារតែឆ្នាំនេះទឹកទន្លេមេគង្គឡើងខ្ពស់ខុសធម្មតាបានធ្វើឲ្យត្រីរាប់ម៉ឺនក្បាលហូរចូលមកក្នុងបឹងតូចៗជុំវិញភូមិអ្នកភូមិម្នាក់កើតចិត្តលោភលន់ចង់ចាប់ត្រីឲ្យបានច្រើនជាងគេដើម្បីយកទៅលក់យកប្រាក់កាក់មកធ្វើផ្ទះធំនិងទិញសម្ភារៈលុយឆាយពួកគេចាប់ផ្ដើមឆ្លោះប្រកែកគ្នាដណ្ដើមម៉ូតព្រែកដណ្ដើមអន្លង់ត្រីរហូតដល់ថ្នាក់មានការប្រើអំពើហិង្សាដាក់គ្នាសូម្បីតែមិត្តភក្តិដែលធ្លាប់ជួយគ្នាក៏ប្រែជាមើលមុខគ្នាមិនត្រង់ដែរសុកអើយជួយពួកយើងផងតាសុកដែលឥឡូវនេះកាន់តែចរាដើរមករកសុកតែញ័រជើងអ្នកភូមិកំពុងតែឈួតនឹងមាសប្រាក់ហើយពួកគេចាប់ត្រីមិនរើសមុខសូម្បីតែកូនត្រីតូចក៏មិនលើកលែងបែបនេះមិនយូរទេត្រីនឹងផុតពូជហើយទន្លេមេទុងនឹងខឹងសម្បាមិនខានសុកឈរមើលទិដ្ឋភាពដោយត្របូចច្របល់នៅមាត់ទឹកគេឃើញអ្នកភូមិខ្លះប្រើសំណាញ់ក្រឡាញឹកខ្លះប្រើថ្នាំពុលបាចចូលទឹកដើម្បីឲ្យត្រីងប់ងើបមកលើចិត្តរបស់សុកឈឺចាប់យ៉ាងខ្លាំងគេដឹងថាលើកនេះគ្មានមន្តវិជ្ជាការណាអាចជួយបានទេគឺមានតែប្រាជ្ញានិងការអប់រំប៉ុណ្ណោះសុកក៏ដើរទៅកណ្ដាលភូមិរួចវាយជួងហៅអ្នកភូមិមកជួបជុំគ្នានៅក្បែរគេមានមកកស្វាសនិងដំរីជ័យឈរយ៉ាងអង់អាចដែលធ្វើឲ្យអ្នកភូមិមានភាពកោតខ្លាចនិងព្រមស្ដាប់បងប្អូនទាំងអស់គ្នាសុកបន្លឺសំឡេងយ៉ាងច្បាស់តើបងប្អូនភ្លេចហើយឬថាកាលពីប៉ុន្មានឆ្នាំមុនយើងស្ទើរតែដាច់ពោះស្លាប់ដោយសារគ្មានទឹកប្រើប្រាស់កាលនោះយើងជួយគ្នាយើងចែករំលែកគ្នាទើបយើងអាចរស់មកដល់ថ្ងៃនេះឥឡូវនេះទឹកមានត្រីមានប៉ុន្តែហេតុអ្វីបានជាបងប្អូនបែរជាបាត់បង់សេចក្តីថ្លៃថ្នូរទៅវិញអ្នកភូមិម្នាក់ដែលកំពុងកាន់ត្រីពេញកន្ត្រកស្រែកឡើងតែសុកបើខ្ញុំមិនចាប់ឲ្យបានច្រើនទេអ្នកផ្សេងនឹងចាប់អស់បាត់ហើយខ្ញុំចង់មានបានដូចគេដែរសុកងក់ក្បាលរួចហុចកែវទឹកមួយដែលពោពេញដោយភក់ទៅឲ្យបុរសនោះប្រសិនបើបងប្អូនម្នាក់ខំប្រេងកូរទឹកនឹងត្រពាំងនេះដើម្បីរកត្រីមិនយូរទេទឹកនឹងទៅជាភក់ហើយត្រីទាំងអស់នឹងងាប់បងប្អូននឹងមានប្រាក់នៅថ្ងៃនេះប៉ុន្តែថ្ងៃស្អែកបងប្អូននឹងគ្មានអ្វីហូបឡើយទន្លេមេគង្គប្រៀបដូចជាម្ដាយរបស់យើងបើបងប្អូនបាវដោះគាត់រហូតដល់ចេញឈាមតើថ្ងៃក្រោយបងប្អូនបានអ្វីបាវទៀតពាក្យសម្ដីដ៏សាមញ្ញប៉ុន្តែបង្កប់ដោយអត្ថន័យជ្រៅជ្រោះផេះបានធ្វើឲ្យអ្នកភូមិម្នាក់ចាប់ផ្ដើមទម្លាក់សំណាញ់ចុះពួកគេអោនមុខចុះដោយភាពខ្មាស់អៀនក្រោយពីបានស្ដាប់ពាក្យទូន្មានរបស់សូអ្នកភូមិម្នាក់ចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយចំពោះទង្វើលោភលន់របស់ខ្លួនសេចក្តីស្ងប់ស្ងាត់បានត្រឡប់មកគ្របដណ្ដប់លើភូមិទឹកវិលវិញប៉ុន្តែសុកដឹងថាបើគ្មានការរៀបចំជាប្រព័ន្ធទេជម្លោះដដែលនឹងអាចកើតឡើងម្ដងទៀតនៅពេលក្រោយសុកបានស្នើសុំឲ្យចាស់ទុំក្នុងភូមិនិងអ្នកភូមិទាំងអស់រួមគ្នាបង្កើតច្បាប់សហគមន៍ការពារដងទន្លេគេបានយកបន្ទះឈើធំមួយមកឆ្លាក់ជាអក្សរយ៉ាងច្បាស់ហើយដាក់តាំងនៅកណ្ដាលភូមិ 1. តំបន់អភិរក្សហាមចាប់ត្រីក្នុងរដូវពងកូននិងនៅកន្លែងអន្លង់ជ្រៅដែលជាជម្រកមច្ឆជាតិ 2. ឧបករណ៍នេសាទហាមប្រើសំណាញ់ក្រឡាញឹកដែលចាប់សំបីតែកូនត្រីតូចៗ
nên hamដាច់ខាតការប្រើថ្នាំពុលឬគ្រឿងផ្ទុះ 3. ការចែករំលែកអ្នកដែលមានកម្លាំងខ្លាំងត្រូវជួយលោកត្រីសម្រាប់ចែកចាយដល់អ្នកជរានិងជនពិការក្នុងភូមិ 4. ការដឹងគុណរៀងរាល់ឆ្នាំត្រូវមានពិធីសំពាក់ផ្លាខានិងអរគុណដល់ទន្លេមេគង្គដែលបានផ្ដល់ជីវិតឲ្យពួកយើងសុកអើយចុះបើមានអ្នកលួចបំពានច្បាប់នេះតើត្រូវធ្វើដូចម្ដេចអ្នកភូមិម្នាក់សួរដោយក្តីបារម្ភសុកញញឹមរួចងាកទៅមើលដំរីជ័យនិងមេកដែលកំពុងឈរយាមយ៉ាងអង្អែកដំរីជ័យនិងមេកនឹងក្លាយទៅជាអ្នកយាមកាមដងព្រៃនិងដងទឹកអ្នកណាដែលបំផ្លាញធម្មជាតិអ្នកនោះនឹងត្រូវធម្មជាតិដាក់ទោសវិញប៉ុន្តែអ្វីដែលសំខាន់បំផុតគឺភ្នែករបស់អ្នកទាំងអស់គ្នាចូលជួយមើលគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូនចាប់តាំងពីថ្ងៃនោះមកភូមិទឹកវិលបានប្រែទៅជាគំរូសម្រាប់ភូមិដទៃទៀតតាមដងទន្លេមេគង្គអ្នកភូមិឡើងដណ្ដើមគ្នាទៀតហើយពួកគេត្រឡប់មកច្រៀងចម្រៀងទូករួមគ្នាធ្វើបុណ្យទាននិងចែករំលែកភោគផលដែលបានមកពីទន្លេយ៉ាងមានសេចក្តីសុខក្នុងខណៈនោះដែរសុកបានសម្គាល់ឃើញរឿងចម្លែកមួយទៀតរាល់ពេលដែលគេដើរទៅក្បែរមាត់ទឹកគេតែងតែឃើញមានរុក្ខជាតិម្យ៉ាងដែលមានផ្កាពណ៌មាសរីកស្គុះស្កាយនៅកន្លែងដែលគេបានលែងត្រីមាសកាលពីមុនផ្កានោះមានក្លិនក្រអូបប្រហារនិងមិនដែលស្រពោនឡើយមេកអើយតើឯងធ្លាប់ឃើញផ្កានេះពីមុនទេសុកសួរមិត្តសម្លាញ់មេកដែលកំពុងហក់លោតលើមែកឈើឆ្លើយតបទាំងភ្នែកភ្លឺថ្លានោះគឺជាផ្កាទឹកចិត្តសុកវារីកឡើងដោយសារតែសេចក្តីល្អដែលលោកបានសាបព្រោះกับភូមិនេះដរាបណាញាក់ភូមិនៅតែស្រឡាញ់គ្នានិងការពារទន្លេផ្កានេះនឹងនៅតែក្រអូបជានិច្ចប៉ុន្តែសេចក្តីសុខមិនមែនតែងតែនៅស្ថិតស្ថេររហូតនោះទេនៅចុងកាត់ដីឆ្ងាយក៏មានស្ដេចចិត្តអាក្រក់ម្នាក់ដែលបានលើដំណឹងអំពីបុរសដែលចែកនិយាយជាមួយសត្វនិងភូមិដែលមានទ្រព្យសម្បត្តិមហាសាលពីទន្លេស្ដេចនោះចាប់ដើមរៀបចំកងទ្រព្យដើម្បីមកដណ្ដើមយកភូមិទឹកវិលនិងចាប់សត្វដំរីជ័យទៅធ្វើជាសព្វវុធសង្គ្រាមដំណឹងនៃការឈ្លានពានបានមកដល់ភូមិទឹកវិលដូចជាផ្គរលាន់កណ្ដាលមេឃស្រឡះស្ដេចចិត្តអាក្រក់នាមជ័យវិម័នទុច្ចរិតបានបញ្ជាកងទ័ពសេះនិងថ្មជើងរាប់ពាន់នាក់សម្ដៅមកកាន់ដងទន្លេមេគង្គគោលបំណងរបស់ទ្រង់គឺមិនមែនត្រឹមតែដណ្ដើមភូមិប៉ុណ្ណោះទេប៉ុន្តែគឺចង់ចាប់យកដំរីជ័យទៅធ្វើជាដំរីសឹកនិងបង្ខំឲ្យសុកប្រើកៅភ្នែកនាគដែលទ្រង់ជឿថាស្ដេចនាគនៅតែផ្ដល់ឲ្យសុកដើម្បីមើលផ្លូវសង្គ្រាមអ្នកភូមិទឹកវិលចាប់ផ្ដើមខីស្លន់ស្លោខ្លះរៀបចំជញ្ជូនអីវ៉ាន់រត់ចូលព្រៃខ្លះទៀតយំសោកបោកខ្លួនព្រោះដឹងថាមិនអាចតតាំងនឹងកងទ័ពរាជវាំងបានឡើយសុកតើយើងគួរធ្វើដូចម្ដេចតើយើងត្រូវរត់ចោលភូមិឬតាសុកសួរទាំងសំឡេងញាប់ញ័រសុកឈរយ៉ាងនឹងធឹងសម្លឹងមើលទៅទិសដៅដែលធូលីដីហុយសំពងដោយសារជើងសេះកងទ័ពគេដឹងថាការរត់មិនមែនជាដំណោះស្រាយទេព្រោះស្ដេចនោះនឹងតាមប្រមាញ់ពួកគេគ្រប់ទីកន្លែងសុកងាកទៅមើលមកកនិងដំរីជ័យរួចនិយាយយ៉ាងមុតមមបងអូនអើយកុំភ័យខ្លាចអីយើងមិនប្រើដាវមិនប្រើលំពែងដើម្បីតតាំងនឹងគេទេព្រោះឈាមនឹងហូរគ្មានឈប់យើងនឹងប្រើមន្តវិជ្ជាការនៃធម្មជាតិដើម្បីការពារផ្ទះសម្បែងរបស់យើងវិញសុកបានចាត់ចែងឲ្យអ្នកភូមិដែលខ្លាំងទៅកាប់ដើមរស្សីមកធ្វើជាក្បូនរាប់រយកោគេបានឲ្យមកនាំហ្វូងស្វាទាំងអស់ក្នុងព្រៃទៅប្រមូលផ្លែឈើរមាក់និងគ្រាប់រុក្ខជាតិដែលបញ្ចេញផ្សែងនៅពេលដុតចំណែកឯដំរីជ័យសុកបានប្រាប់វាឲ្យទៅហៅមិត្តភក្តិដំរីព្រៃដទៃទៀតមកជួយជំរុញទឹកទន្លេនៅពេលកងទ័ពរបស់ស្ដេចជ័យវម័នទុច្ចរិតមកដល់មាត់ច្រាំងទន្លេមេគង្គទីហៀងទាំងនោះសាយចំអុកឲ្យអ្នកភូមិដែលឃើញតែឈរស្ងៀមមិនព្រមតតាំងប៉ុន្តែភ្លាមនោះសុកបានផ្លុំត្រែសម្បកខ្ចោងដែលបានមកពីនគរនាគរំពេចនោះមកនឹងហ្វូងស្វាបានលោតនៅលើមែកឈើតាមដងទន្លេបោះផ្លែឈើរមាស់និងគ្រាប់ផ្សែងចូលទៅក្នុងចំណោមហ្វូងសេះកងទ័ពសេះទាំងនោះចាប់ផ្ដើមភ្ញាក់ផ្អើលនិងរមាស់យ៉ាងខ្លាំងរហូតបោះជើបញ្ឈរធ្វើឲ្យទាហានធ្លៀងពីលើខ្នងមិនទាន់ចប់នៅឡើយ
សុកបានឲ្យសញ្ញាទៅដំរីជ័យនិងហ្វូងដំរីព្រៃរាប់សិបក្បាលបានចុះទៅក្នុងទឹករួចប្រើប្រមយបាញ់ទឹកដាក់កងទ័ពដែលកំពុងច្របូរច្របល់ទឹកទន្លេមេគង្គដែលធ្លាប់តែស្ងប់ស្ងាត់ស្រាប់តែប្រែជាមានរលកធំបកមកលើច្រាំងធ្វើឲ្យអាវុធនិងគ្រឿងសឹករបស់កងទ័ពសត្រូវហូរទៅតាមទឹកអស់គ្មានសល់នេះគឺជាទោសទណ្ឌដែលអ្នកឯងចង់មករំខានសេចក្តីសុខនៃធម្មជាតិសុកស្រីប្រាប់ទៅកាន់មេទ័ពដែលកំពុងត្រដោកខ្យល់នៅក្នុងទឹកកងទ័ពដែលធ្លាប់តែអង្អាងប្រែជាបាក់ទ័ពរត់ឃ្លិចខ្លួនទាំងអាម៉ាក់ដោយមិនចាំបាច់ឲ្យអ្នកភូមិទឹកវិលប្រើដាវសូម្បីតែមួយដាមឡើយស្ដេចជ័យវរ្ម័នទុច្ចរិតកាលបើឃើញភាពអស្ចារ្យនៃសាមគ្គីភាពរវាងមនុស្សនិងសត្វក៏កើតក្តីខ្លាចរអាក្នុងចិត្តនិងបញ្ជាឲ្យដកទ័ពត្រឡប់ទៅវិញជាបន្ទាន់ដងនៃភូមិរំពេចនោះដើមឈើដ៏ធំមួយដែលមានស្លឹកពណ៌បៃតងរលើបរលោងនិងក្រោយពីកងទ័ពរបស់ស្ដេចជ័យវរ្ម័នទុច្ចរិតបានដកថយទៅវិញដោយក្តីបរាជ័យសេចក្តីសុខដ៏ពើតប្រាកដក៏បានវិលត្រឡប់មកគ្របដណ្ដប់លើភូមិទឹកវិលម្ដងទៀតប៉ុន្តែលើកនេះវាមិនមែនត្រឹមតែជាសេចក្តីសុខធម្មតានោះទេវាគឺជាសេចក្តីសុខដែលកើតចេញពីភាពអង្អាចក្លាហាននិងការរួបរวมគ្នារវាងមនុស្សសត្វនិងធម្មជាតិនៅយប់នោះពន្លឺព្រះខែពេញបូរមីបានចាំងជែកមកលើផ្ទៃទន្លេមេគង្គមើលទៅដូចជាស្រទាប់ប្រាក់ដ៏ធំល្វឹងល្វើយសុកបានដើរចុះទៅកាន់មាត់ទឹកតែម្នាក់ឯងដើម្បីថ្លែងអំណរគុណដល់ដងទន្លេដែលបានជួយការពារភូមិរបស់គេរំពេចនោះផ្ទៃទឹកដែលកំពុងរំភើបដោយរលកតូចៗក៏ស្រាប់តែប្រែជាស្ងប់ស្ងាត់ដូចកញ្ចក់ពពកទឹកពណ៌មាសចាប់ផ្ដើមអណ្ដែតឡើងម្ដងទៀតហើយបុត្រីស្ដេចនាគក៏បានបង្ហាញខ្លួនយ៉ាងស្រស់សោភ័ណក្នុងឈុតគ្រងសម្ពុតហូលពណ៌ទឹកសមុទ្រនាងញញឹមទៅកាន់សុកដោយក្តីមោទនភាពបំផុតសុកញាក់មីងគុណអាយនាងមានបន្ទូលទាំងសម្លេងស្រទន់ដួតសូរសៀងតន្ត្រីបិតារបស់ខ្ញុំនិងនគរនេះទាំងមូលបានឃើញទង្វើរបស់អ្នកហើយអ្នកមិនត្រឹមតែសង្គ្រោះជីវិតខ្ញុំនិងសង្គ្រោះទឹកទន្លេពីអាប់ធ្មូចប៉ុណ្ណោះទេប៉ុន្តែអ្នកថែមទាំងបានបង្រៀនមនុស្សលោកឲ្យស្គាល់ពីតម្លៃនៃសន្តិភាពនិងការការពារបរិស្ថានដោយមិនប្រើអំពើហិង្សាទៀតផងសុកអោនក្បាលគោរពយ៉ាងសុភាពលោកម្ចាស់ខ្ញុំគ្រាន់តែធ្វើអ្វីដែលបេះដូងខ្ញុំប្រាប់ថាត្រូវប៉ុណ្ណោះបើគ្មានការជួយជ្រោមជ្រែងពីស្ដេចនាគនិងមិត្តភក្តិសត្វសាហាយទេខ្ញុំក៏មិនអាចធ្វើអ្វីបានដែរបុត្រីនាគងក់ក្បាលរួចហុចកញ្ចប់តូចមួយដែលរុំដោយស្លឹកឈូកមៀតឲ្យសុកបិតាខ្ញុំមានកាដូដឹងគុណចុងក្រោយសម្រាប់ភូមិទឹកវិលនេះគឺជាគ្រាប់ពូជសុភមង្គលចូលយកវាតែដាំនៅកណ្ដាលភូមិចុះដរាបណាអ្នកភូមិនៅតែមានចរិតធម៌និងមិនលោភលន់ឡើយគ្រាប់ពូជនេះនឹងផ្ដល់ផលឲ្យអ្នកភូមិមិនចាស់រីកស្ងួតឡើយសុកទទួលយកកញ្ចប់នោះទាំងក្តីត្រេកអរនៅព្រឹកបន្ទាប់គេបានហៅអ្នកភូមិទាំងអស់មកជួបជុំគ្នារួចដាំគ្រាប់ពូជនោះនៅចំបេះដូងភូមិផ្លែផ្កាដែលដុះក្នុងរយៈពេលតែមួយពព្រិចភ្នែកបានដុះខ្ពស់ត្រដែកក្នុងរយៈពេលតែមួយពព្រិចភ្នែកដើមឈើនោះមិនត្រឹមតែផ្ដល់ម្លប់ត្រជាក់ប៉ុណ្ណោះប៉ុន្តែឫសរបស់វាបានជួយរក្សាទឹកក្នុងដីឲ្យនៅតែស៊ាំជានិច្ចទោះបីជាជួបគ្រោះរាំងស្ងួតយ៉ាងណាក៏ដោយអ្នកភូមិលែងខ្លាចការអត់ឃ្លានលែងខ្លាចការខ្វះទឹកហើយពួកគេរស់នៅជាមួយគ្នាដូចជាបងប្អូនបង្កើតចំណែកឯសុកគេនៅតែជាបុរសសាមញ្ញម្នាក់ដែលរស់នៅក្នុងខ្ទង់ស្លឹកមាត់ទឹកដេកស្ដាប់សំឡេងរលកទន្លេនិងនិយាយលេងជាមួយមកនិងដំរីជ័យជារៀងរាល់ថ្ងៃគេបានក្លាយទៅជាវីរបុរសដែលគ្មានអាវុធប៉ុន្តែមានអំណាចលើសលំលួបលើចិត្តមនុស្សពេលវេលាហូរលឿនដូចទឹកទន្លេមេគង្គមិនដែលរងចាំនរណាម្នាក់ឡើយច្រើនទសវត្សរ៍បានកន្លងផុតទៅសុកដែលធ្លាប់ជាយុវជនមួមមួនក៏បានក្លាយជាបុរសជរាដែលមានសពសស្កើដូចសម្លៃប៉ុន្តែភ្នែករបស់លោកនៅតែមានពន្លឺថ្លាឆ្វេងនិងពោពេញដោយក្តីមេត្តាដដាលលោកលែងទៅនេសាទដូចមុនទៀតហើយប៉ុន្តែលោកមានតួនាទីថ្មីមួយដែលសំខាន់ជាងនេះគឺការធ្វើជាអ្នកនិទានរឿងនិងជាគ្រូដំបូន្មានរៀងរាល់ល្ងាចនៅក្រោមដើមឈើសុភមង្គលដែលធំស្កឹមស្កៃក្មេងៗជំនាន់ក្រោយនៃភូមិទឹកវិលតែងតែមកអង្គុយជុំគ្នាជុំវិញលោកតាសុកដើម្បីស្ដាប់រឿងព្រេងកាលពីលោកនៅក្មេងលោកតាសុកមិនដាល់អួតអាងពីអំណាចវេទមន្តនៃកែវភ្នែកនាគឡើយ
ប៉ុន្តែលោកតែងតែបញ្ជាក់ប្រាប់ក្មេងៗថាចៅអើយវេទមន្តដែលអស្ចារ្យបំផុតមិនមែនស្ថិតនៅលើកែវភ្នែកដែលមើលធ្លុះជញ្ជាំងនោះទេប៉ុន្តែវាស្ថិតនៅលើចិត្តដែលមើលឃើញទុក្ខលំបាករបស់អ្នកដទៃហើយចេះជួយគ្នាទៅវិញទៅមកនៅក្បែរលោកតាសុកជានិច្ចកាលមានមកដែលឥឡូវនេះคล้ายជាសត្វស្វាជរាមានរោមសប្រឡងចេះជួយលើកទឹកលើកនំចំណីជូនលោកតាចំណែកឯដំរីជ័យក៏បានคล้ายជាមេហ្វាំងដំរីដ៏មានអំណាចក្នុងព្រៃប៉ុន្តែរៀងរាល់ថ្ងៃសិលវាតែងតែនាំហ្វូងរបស់វាចូលមកក្នុងភូមិដើម្បីឲ្យលោកតាសុកអង្អែលក្បាលនិងផ្ដល់អំណរគុណដល់ធម្មជាតិលោកតាសុកបានបង្កើតសាលាដងទន្លេមួយតូចនៅទីនោះលោកមិនបានបង្រៀនតែក្បួនអក្សរសាស្ត្រប៉ុណ្ណោះទេប៉ុន្តែលោកបង្រៀនឲ្យកុមារស្គាល់ពីភាសានៃទឹកការយល់ដឹងពីចរន្តទឹកនិងការការពារប្រភពទឹកស្អាតភាសានៃព្រៃការដាំឈើនិងមិនសម្លាប់សត្វព្រៃដោយគ្មានហេតុផលភាសានៃចិត្តការដឹងគុណចំពោះឪពុកម្ដាយចាស់ទុំនិងញាក់មានគុណមានថ្ងៃមួយក្មេងប្រុសម្នាក់សួរលោកតាថាលោកតាអើយចុះបើថ្ងៃក្រោយគ្មានលោកតាតើអ្នកណានឹងការពារភូមិយើងពីអាបធ្មប់និងកងទ័ពចិត្តអាក្រក់ទៀតលោកតាសុកញញឹមរួចយកដៃអង្អែលក្បាលក្មេងនោះថ្នមថាចៅអើយអាបធ្មប់ចិត្តអាក្រក់បំផុតគឺសេចក្តីលោភលន់នៅក្នុងខ្លួនយើងនេះឯងកងទ័ពដែលខ្លាំងបំផុតគឺសាមគ្គីភាពដរាបណាពួកចៅនៅតែចេះស្រឡាញ់គ្នាការពារទន្លេមេគង្គដោយការពារជីវិតខ្លួនឯងនោះគ្មានអាបធ្មប់ណាអាចមកបៀតបៀនភូមិយើងបានឡើយក្នុងពេលជាមួយគ្នានោះលោកតាសុកមានអារម្មណ៍ថារាងកាយរបស់លោកចាប់ផ្ដើមខ្សោយទៅហើយលោកដឹងថាពេលវេលាដែលលោកត្រូវត្រឡប់ទៅរកមហាធម្មជាតិកាន់តែខិតជិតមកដល់នៅយប់នោះលោកបានសុបិនឃើញបុត្រីស្ដេចនាងម្ដងទៀតនាងឈរនៅកណ្ដាលទន្លេមេគង្គរងចាំលោកដោយស្នាមញញឹមដ៏កក់ក្ដៅបំផុតវគ្គបញ្ចប់វិលត្រឡប់ទៅកាន់ដងទន្លេអមតៈនៅយប់មួយដែលពន្លឺដួងច័ន្ទពេញបូរមីជះរស្មីពណ៌ប្រាក់ថ្លាយ៉ងលោកតាសុកបានដើរយឺតសម្ដៅទៅកាន់មាត់ទឹកទន្លេមេគង្គរាងកាយរបស់លោកហាក់ដូចជាស្រាលស្ពើយខុសពីធម្មតាមកនិងដំរីជ័យបានដើរតាមពីក្រោយដោយស្ងប់ស្ងាត់ហាក់ដូចជាពួកគេដឹងថានេះគឺជាពេលវេលាដ៏សំខាន់បំផុតរបស់មិត្តសម្លាញ់របស់ពួកគេលោកតាសុកអង្គុយចុះលើដីខ្សាច់សក្បូសរួចដកដង្ហើមចូលជ្រៅស្រូបយកក្លិនផ្ការំដួលនិងក្លិនទឹកទន្លេដ៏ត្រជាក់លោកលើកដៃសំពះទៅកាន់ទិន4រួចពោលពាក្យលាចុងក្រោយអោដងទន្លេមេគង្គដែលជាម្ដាយអើយខ្ញុំបានបំពេញភារកិច្ចជាកូនចៅរួចរាល់ហើយសូមឲ្យទឹកដីនេះជួបតែសេចក្តីសុខហើយសូមឲ្យមនុស្សលោកចំនួនក្រោយចែកថែរក្សាគ្នានឹងធម្មជាតិជានិរន្តរ៍ដីតទៅរំពេចនោះពន្លឺពណ៌ខៀវស្រទន់បានចេះចេញពីផ្ទៃទឹកបុត្រីស្ដេចនាងបានបង្ហាញទូម្ដងទៀតប៉ុន្តែលើកនេះនាងមិនមែនមកតែម្នាក់ឯងទេគឺមានហ្វូងនាគរាជនិងទេវតាថែរក្សាទឹកអំដំណើរផងនាងបានហុចប្រហាត់មកកាន់លោកតាសុកអ្នកមានគុណដ៏វិសេសដល់ពេលដែលអ្នកត្រូវទៅសម្រាកនៅអាណាចក្រដែលគ្មានការឈឺចាប់ហើយចិត្តដ៏បរិសុទ្ធរបស់អ្នកនឹងក្លាយជាត្បូងមណីយាមកាមទន្លេមេគង្គនេះជារៀងរាល់ដីនៅពេលដែលដៃរបស់លោកតាសុកប៉ះនឹងដៃពុត្រីនាគរូបរាងកាយជរារបស់លោកក៏ប្រែជាភ្លឺថ្លារួចរលាយคล้ายជាពន្លឺតូចរាប់ពាន់គ្រាប់អណ្ដែតចូលទៅក្នុងទឹកទន្លេរំពេចនោះផ្ទៃទឹកស្រាប់តែមានផ្កាឈូកមាសរីកស្កឹមស្កៃពេញផ្ទៃទឹកដែលជាសញ្ញានៃការយ៉ាងទៅកាន់សុគតិភពរបស់វីរបុរសចិត្តធម៌ព្រឹកឡើងអ្នកភូមិទឹកវិលមកដល់មាត់ទឹកក៏ឃើញតែឆ្វេងច្រត់របស់លោកតាសុកនិងស្នាមជើងដំរីជ័យដែលនៅយាមក្បែរនោះពួកគេដឹងភ្លាមថាលោកតាសុកលែងនៅជាមួយពួកគេក្នុងរូបរាងមនុស្សទៀតហើយប៉ុន្តែពួកគេមានអារម្មណ៍ថាលោកតានៅតែស្ថិតក្នុងខ្យល់ដង្ហើមនិងក្នុងគ្រប់ដំណក់ទឹកដែលពួកគេប្រើចាប់តាំងពីថ្ងៃនោះមក
រៀងរាល់យប់ពេញបូរមីអ្នកភូមិតែងតែឃើញពន្លឺពណ៌ខៀវភ្លឺប្លែកៗចេញពីបាតទន្លេពួកគេជឿថានោះគឺជាកែវភ្នែកនាគដែលលោកតាសុខប្រើដើម្បីតាមមើលថែរក្សាភូមិទឹកវិលឲ្យមានសេចក្តីសុខសែមក្សាន្តមេរៀនអប់រំនៃរឿងនេះទ្រព្យសម្បត្តិនិងអំណាចវេទមន្តមិនអាចផ្ដល់សេចក្តីសុខពិតប្រាកដឡើយមានតែចិត្តដ៏បរិសុទ្ធការដឹងគុណធម្មជាតិនិងការចេះចែករំលែកសេចក្តីស្រឡាញ់ទៅដល់មនុស្សសត្វជុំវិញខ្លួនប៉ុណ្ណោះទើបជាមន្តវិជ្ជាដ៏អស្ចារ្យបំផុតដែលអាចផ្លាស់ប្ដូរពិភពលោកបានយ៉ាងពិតប្រាកដ។